នាឡិកានេះពិតជាមានគុណភាពផលិតហ៊ុនមាំមានតម្លៃវាមិនទៅភ្នែកហើយថែមទាំងមានមុខងារកំពុលទាំងអស់ដែលយើងគិតដល់វាជា Huawei Watch Fit 4 Pro វាបញ្ចេញមកជាមួយប្អូនវា Watch Fit 4 មួយទៀតសម្រាប់ design វាពិតជាស្អាតហើយក៏ប្រើស៊ុមមុខ Titanium Alloy ស្រោបខ្លួនដោយ Aluminium Alloy Aviation Grade មួយពេញថែមទាំងក្រាលកញ្ចក់ត្បូងកណ្ដៀង Sapphire Glass ពីលើនឹងមួយតង់ទៀតផងអញ្ចឹងយើងមិនបារម្ភថាវាធ្លាក់ទៅងាយត្រុតចូលផុកទៅឆាប់សឹកហើយក៏មិនភ័យពីរឿងចូលទឹកឡើយហើយបើសិនជាអ្នកចូលចិត្ត Vicon Gold ដំណឹងល្អបំផុតនោះគឺថាវាមានផែនទី Vicon Gold ក្នុងប្រទេសកម្ពុជាយើងសម្រាប់ដាក់ឲ្យយើងទាញយកដោយមិនគិតថ្លៃទៀតផងលើពីនេះយើងក៏អាច sell map offline ដាក់លើនាឡិកាផ្ទាល់បានយើងអាច download ផែនទីប្រទេសកម្ពុជាយើងពន្លឺអេក្រង់វា JPEG ខ្ពស់បំផុតដល់ទៅ 3000 nits ឯណោះហើយនេះគឺជា model Pro ដំបូងដែលស្ថិតនៅក្នុងត្រកូល Fit របស់ Huawei ហើយវាក៏ជានាឡិកាដំបូងដែលបំពាក់មុខងារ ECG Walkie Snake Bedong ដោយសុក្រិតទៀតផងវាពិតជាស្រាលខ្លាំងមែនទែនខ្ញុំពាក់វាជាប់ពីអាទិត្យមកនេះពេលខ្លះខ្ញុំសឹងតែមិនដឹងថាខ្ញុំកំពុងពាក់នាឡិកាឡើយយើងអាចភ្ជាប់វាជាមួយ Android ក៏បាន iOS ក៏បានភ្ជាប់តាមកម្មវិធីសុខភាពរបស់ Huawei ហ្នឹងមុខងារវាប្រើដូចគ្នាទាំងអស់ទាំងលើក call និយាយតាមនាឡិកាផ្ទាល់ Fit 4 និង Fit 4 Pro ប្រើអេក្រង់ AMOLED ទំហំ 1.82 អ៊ីងដូចគ្នាទេចុចម្ដងចូលទៅមុខងារកីឡាជាង100មុខឯណោះនាឡិកានេះពិតជាមានគុណភាពផលិតធន់មាំមានតម្លៃហើយថែមទាំងមានមុខងារកំពុលទាំងអស់ដែលយើងគិតដល់ទាំង GPS ទាំង offline map អេក្រង់ភ្លឺជាងថ្ងៃទាំងថ្មកាន់សាក wireless អាច call បានមួយទឹកជ្រៅបានប្រព័ន្ធដំណើរការ RL មាន ECG តាមដានការគេងអីគឺត្រូវមកចាប់អញ្ចឹងនេះជាអ្វីដែលអ្នកត្រូវដឹងមុនសម្រាប់ចិត្តទិញ Huawei Watch Fit 4 និង Fit 4 Pro